នេះគឺជាសកម្មភាពក្រុមម៉ូតូធំគេថាពួកជ្រុលនិយមនៅប្រទេសថៃបងប្អូនបាទនិយាយទៅតាណាគឺផ្អើលទៅនឹងហ្មងសកម្មភាពដែលខ្ញុំបានថតនេះតាំងពីថ្ងៃទី6បាទខែមិថុនាឆ្នាំ2025បាទកន្លងមកថ្មីនេះដោយសារខ្ញុំទៅប្រាសាទតាមាន់ធំបងប្អូនហើយខាងក្រុមម៉ូតូធំនេះបងប្អូនបាទគេចូលមកថតញ៉ៃទោះបីតាហ៊ានថៃក៏គាត់កវីក្បាលដែរដោយថាពួកហ្នឹងគេចូលមកគេដូចថាលក្ខណៈក្រុមគេប្រឆាំងបងប្អូនបាទដល់ពេលអញ្ចឹងគេធ្វើដូចថាលក្ខណៈឌឺដងជាមួយខ្មែរយើងបាទលក្ខណៈឌឺដងជាមួយទាហានថៃទាហានខ្មែរយើងចង់ឲ្យមានរឿងនិយាយទៅចេតនារបស់គេចង់ឲ្យមានរឿងតែម្ដងសម្រាប់កម្ពុជាយើងគឺថ្ងៃនោះគឺលក្ខណៈថតដែរតែយើងទៅលក្ខណៈថតធម្មតាដូចខ្ញុំអញ្ចឹងបងប្អូនបាទយើងថតជាម្នាក់ឯង2នាក់3នាក់អញ្ចឹងទៅប៉ុន្តែអាខាងបពប្រឆាំងខាងថៃអាក្រុមម៉ូតូធំហ្នឹងគេបាទបងប្អូនគេចូលមកឌឺដងទៅបីខាងទាហានថៃក៏គាត់កវីក្បាលដែរសម្រាប់ថ្ងៃទី6ហ្នឹងចង់និយាយថាគេហាមឃាត់ណាបងប្អូនទៅបីយើងថត live អីក៏បានដែរហើយសម្រាប់ខ្ញុំផ្ទាល់ខ្ញុំស្ដាប់បងទាហានដែលគាត់នៅការពារហ្នឹងគាត់អត់ឲ្យយើងថតទេទៅបីកាមេរ៉ារបស់ខ្ញុំបាទ2គ្រឿងក៏ផ្ញើដល់គាត់ដែរខ្ញុំកាន់តែទូរស័ព្ទដៃម្នាក់មួយគ្រឿងទៅទេហើយយើងចង់និយាយថាយើងមិនចង់ឲ្យមានការចំនួនគ្នាណានឹងឲ្យថតជាវីដេអូថតអីញ៉ៃទៅមិនចង់ឲ្យមានការឆ្លោះគ្នាចង់ឲ្យរាជរដ្ឋាភិបាលគាត់ដោះស្រាយតាមសន្តិវិធីទៅក៏ប៉ុន្តែចង់និយាយថាខាងបពប្រឆាំងគេអត់គិតដូចយើងទេបងប្អូនគេចង់ឲ្យតែមានរឿងខ្ញុំអត់យល់ដែរពេលអញ្ចឹងក្នុងនាមជាកូនខ្មែរបាទខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាបាទគណៈពេលនេះយើងត្រូវសាមគ្គីគ្នាហើយស្ដាប់រាជរដ្ឋាភិបាលអញ្ចឹងយើងត្រូវទុកចិត្តរាជរដ្ឋាភិបាលដើម្បីឲ្យគាត់ដោះស្រាយតាមសន្តិវិធីបាទយើងកុំគេហៅបញ្ចេញបតិបាទយោបល់ឬមួយក៏ប្រើកប្បកិរិយាបាទមើលទៅឆ្កប់ឆ្គងឬមួយក៏ដូចថាការបញ្ចេញវីដេអូវាប្រឆាពីការពិតហ្នឹងហើយត្រូវតែធ្វើវីដេអូបាទការពិតកុំផលិតវីដេអូคล้ายបាទព្រោះគណៈពេលនេះយើងត្រូវមានភាពស្ងៀមស្ងាត់ហ្នឹងហើយយើងមិនគួរថាប្រើកប្បកិរិយាបាទវាមិនល្អបាទតបតទៅវិញទេបាទបើយើងមិនបានជួយយើងកុំយកជើងរៀបទឹកអីបាទគណៈពេលនេះអញ្ចឹងក្នុងខ្លឹមសារនៃវីដេអូបាទខ្ញុំបាទក៏សូមខន្តីអភ័យទោសដោយសារខ្ញុំក៏មិនចង់បញ្ចេញវីដេអូនឹងដែរប៉ុន្តែដោយសារមើលទៅឃើញថាបកប្រឆាំងរាជរដ្ឋាភិបាលថៃណាដោយថាធ្វើមិនចង់ឲ្យតែថៃបាទទាហានថៃហ្នឹងបាទវាយទាហានខ្មែរអញ្ចឹងចេតនារបស់គេមិនល្អទេបាទអញ្ចឹងយើងក៏កុំធ្វើដូចគេអីបាទអរគុណជម្រាបលាជួបគ្នានៅវីដេអូបន្ទាប់